Số sinh lầnนี้ខ្ញុំនឹងធ្វើការបង្ហាញវីដេអូមួយទាក់ទងនឹងទូរទស្សន៍ LG Smart TV Series ចាស់ដែលវា upgrade software ផ្សេងៗទៅវាបាត់ app YouTube ឬមួយក៏ Netflix បាទពេលដែលយើងចូលប៊ូតុង Home នេះទៅវាអត់ឃើញ app YouTube ឬមួយក៏ Netflix នៅលើ Home របស់វាហ្នឹងអញ្ចឹងយើងត្រូវមានដំណោះស្រាយដូចនេះហើយទទួលនេះយើងស៊េរីឆ្នាំ2014ស៊េរី LB ឥឡូវយើងមើល model វាខាងក្រោយបាទនេះជា model របស់វាគឺ42 LB 582T ស៊េរីរបស់វាគឺ408ឆ្នាំ2014ខែ8អញ្ចឹងជំនាន់នេះគឺយើងនៅប្រើ YouTube បាន Netflix បានធម្មតាអត់បញ្ហាទេប៉ុន្តែវាបាត់ app វាមានមូលហេតុរបស់វាអញ្ចឹងខ្ញុំនឹងបង្ហាញអំពីមូលហេតុរបស់វានិងដំណោះស្រាយដែលយើងធ្វើដូចនេះដើម្បីឲ្យមាន app YouTube Netflix ឡើងវិញមិនមែនប្រើបានធម្មតាបាទអញ្ចឹងដូច្នេះយើងត្រូវចូលទៅsetting បាទ setting អូខេយើងយកសញ្ញា sound នេះហើយយើងមើលទៅលើតកតងជាមួយនឹងចំណុចនេះគឺយើងហៅថា service country setting បាទអញ្ចឹងចាំបាច់កន្លែងហ្នឹងគឺយើងត្រូវជ្រើសរើសបាទជ្រើសរើសប្រទេសវាឲ្យបានត្រឹមត្រូវបាទឥឡូវនេះយើង choose your country setting style current setting country other បាទមានថា service country ហ្នឹងគឺសំខាន់កាលណាយើងយកវាខុសគឺវាអត់បង្ហាញទេ YouTube ឬមួយក៏ Netflix app ហ្នឹងឥឡូវនេះគឺវាអត់តមកជ្រើសរើសមានថាវា other auto setting អញ្ចឹងយើងចាំបាច់កន្លែងហ្នឹងយើងចូលទៅក្នុង menu setting ដើម្បីជ្រើសរើសយកប្រទេសឲ្យវាត្រឹមត្រូវបាទយើងចុចមកបាទឥឡូវវាយក other វាអត់ត្រឹមត្រូវទេគឺយើងត្រូវយកប្រទេសយើងយក Thailand បាទយើងយក Thailand ដើម្បីឲ្យវាត្រឹមត្រូវ switch location ហ្នឹងមានថាសេវាកម្មប្រទេសយើងយក Thailand ព្រោះ Thailand វាជាប់ប្រទេសយើងអូខេយើងតទៅយើងចុច OK បាទអញ្ចឹងវានឹងចាប់ដើមដូរទៅប្រទេសពី Other ទៅ Thailand ឥឡូវនេះយើង choose setting Thailand បាទអូខេបាទឥឡូវវាចាប់ដើមចេញមកហើយគឺ app នេះ Netflix និង YouTube បាទអញ្ចឹងយើងសាកចូលទៅ YouTube Play វីដេអូបាទ Agree select all agreeបាទវា loading វាអាស្រ័យលើ internet speed យ៉ាងវាលឿននឹងខ្សោយវា load មកលឿនទៅវាតាមហ្នឹងអូខេឥឡូវយើងចូលបានហើយ app YouTube តែយើងអាច play ជាចម្រៀងផ្សេងៗដែរជាមួយនឹងម្ដងទៀតបាទswitch country បាទបញ្ហាវាគឺយើង select យក switch country នឹងអត់ត្រឹមត្រូវបាទចឹងនៅវាសំខាន់តើតើនឹង app YouTube Netflix ពេលដែលបាត់យើងត្រូវ check កន្លែងហ្នឹងបានយើងអាចមាន app ហ្នឹងឡើងវិញយើងអាចប្រតិបត្តិការវាបាននេះស៊េរីចាស់2014 15ឡើងមកយើងអាច check តាមរបៀបហ្នឹងពេលដែលយើងបាត់ YouTube ឬមួយក៏ Netflix អូខេសូមអរគុណបើសិនជាមានបញ្ហាអាចចូលទៅ comment ខាងក្រោមវីដេអូនេះបានជួយ like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្តទៀតបាទសូមអរគុណ